សញ្ញានៃជំងឺស្រុតស្បូនសាមញ្ញតែបងស្ត្រីបែរជាមើលរំលងបងមួយចំនួនគាត់តែងតែមានបញ្ហាលាន់ស្បូននំញឹកទល់នៅទ្វារមាសមានអារម្មណ៍ថាណែនឈឺកន្លះអួលតែគាត់អត់ដឹងថារោគសញ្ញាហ្នឹងគឺជារោគសញ្ញាអីទេហើយគាត់ចេះតែរកដំណោះស្រាយផ្សេងទៅតាមការគិតរបស់គាត់ធ្វើឲ្យបញ្ហារបស់គាត់អត់បានធូរស្រាលថ្ងៃនេះអ្នកគ្រូមកចែករំលែកអំពីបញ្ហាស្រុតស្បូនដែលស្ត្រីមិនគួរមើលរំលងរោគសញ្ញាទី1បើសង្កេតឃើញថាខ្លួនឯងមានការលាន់ដូចខ្យល់ដូចផោមតាមទ្វារមាសកំឡុងពេលរួមភេទឬមួយក៏កំឡុងពេលធ្វើការងារឬក៏សកម្មភាពផ្សេងបងប្អូននោះគឺជារោគសញ្ញានៃការស្រុតស្បូននៅក្នុងកម្រិត1ឬកម្រិត2ព្រោះការស្រុតស្បូននៅក្នុងកម្រិត1កម្រិត2នេះរោគសញ្ញាមិនសូវចេញឲ្យយើងឃើញទេអាចលឺខ្យល់ឬផោមតិចតួចតែប៉ុណ្ណោះរហូតដល់កម្រិតទី3និងកម្រិតទី4បងចាប់ផ្ដើមមានអារម្មណ៍ថានោមមកញឹកខុសពីធម្មតានោមសល់នោមអត់អស់ទេនោមហើយនោមទៀតរបៀបដូចនោមតូចចឹងបងប្អូនហើយនៅពេលដែលស្បូនចាប់ផ្ដើមស្រុតកាន់តែខ្លាំងវាសកត់នៅលើផ្លោកនោមធ្វើឲ្យយើងងាយនឹងរលាកតម្រងនោមហើយកត្តាមួយទៀតដល់បងគឺធ្វើឲ្យបងនឹងមានអារម្មណ៍ថាណែនទល់នៅនឹងទ្វារមាសលោកដៃទៅប៉ះដុំមូលទន់ណែននៅនឹងទ្វារមាសតែម្ដងអ្នកមានដៃគូពិបាករួមភេទខ្លាំងគេនៅមួយគ្នាហើយក្តៅផ្សាឈឺកុហលកាហាយរហូតដល់បងខ្លះវិវត្តទៅជាការរលាកតបៅទ្វារមាសរលាកមាត់ស្បូននិងវិវត្តទៅជាបញ្ហាមហារីកអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែមានរោគសញ្ញាដោយដែលអ្នកគ្រូបានប្រាប់សូមកុំបណ្ដោយទៀតកាលណាយើងពជាពេលក្នុងការដោះស្រាយការវិវត្តនៃជំងឺរបស់យើងនឹងវិវត្តពីមួយកម្រិតទៅមួយកម្រិតអញ្ចឹងបើសិនជាមានរោគសញ្ញាសង្ស័យណាមួយថាមានបញ្ហាប្រត់ស្បូនសូមបងទាំងអស់គ្នាបញ្ញាប់ក្នុងការពិគ្រោះជាមួយនឹងអ្នកជំនាញឬក៏អាចដាក់លេខទូរស័ព្ទនៅខាងក្រោមនេះដើម្បីទទួលបានការប្រឹក្សាយោបល់ជាមួយអ្នកគ្រូហើយការប្រឹក្សានេះគឺរក្សាការសម្ងាត់ជូនតែម្ដងអញ្ចឹងសម្រាប់បងទាំងអស់គ្នាចង់ដោះស្រាយបញ្ហារោគស្ត្រីឬក៏ចង់ដោះស្រាយទៅលើបញ្ហាស្រុតស្បូនអាចតាក់ទងមកកាន់អ្នកគ្រូតាមលេខ Telegram បានអរគុណ